កំពូលយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning របស់អាមេរិកត្រូវបានបាញ់ធ្លាក់ហើយនេះគឺជាការអះអាងរបស់អ៊ីរ៉ង់និងមានការផ្សព្វផ្សាយប្រងព្រាតដោយសារព័ត៌មានអន្តរជាតិធំៗដូចជា Al Jazeera, CNN, Military Times និងសារព័ត៌មានធំរបស់ចិនគឺ South China Morning Post ការអះអាងនេះគឺទន្ទឹមគ្នានឹងសេចក្តីប្រកាសរបស់ទីបញ្ជាការកណ្ដាលយោធាអាមេរិកហៅកាត់ CENTCOM ដែលបានបញ្ជាក់ថាយន្តហោះចម្បាំង F-35 មួយគ្រឿងរបស់យោធាខ្លួនបានធ្វើការចុះចតជាបន្ទាន់នៅមូលដ្ឋានទ័ពអាកាសមួយកន្លែងនៅមជ្ឈិមបូព៌ាអំឡុងពេលបំពេញបេសកកម្មនៅអ៊ីរ៉ង់ទាក់ទិននឹងរឿងនេះលោកកាពីតែន Tim Hawkins អ្នកនាំពាក្យរបស់ទីបញ្ជាការកណ្ដាលយោធាអាមេរិក CENTCOM បានរាយការណ៍ថាយន្តហោះ F-35 ដែលមានបញ្ហានោះបានធ្វើការចុះចតដោយសុវត្ថិភាពហើយអ្នកបើកបរយន្តហោះក៏មិនមានគ្រោះថ្នាក់នោះដែរទោះជាយ៉ាងណាអាមេរិកនៅតែលាក់ការមិនបង្ហើបពីមូលហេតុច្បាស់លាស់ដែលបង្ខំឲ្យឥន្ទ្រីដែកដ៏ខ្លាំងក្លារបស់ខ្លួនដែលមានតម្លៃជាង$100 លានត្រូវបាក់ស្លាប់នៅក្បែរទឹកដីអ៊ីរ៉ង់ឡើយនៅខណៈនេះបណ្ដាប្រទេសនានានៅជុំវិញពិភពលោកបានបើកភ្នែកធំព្រោះពួកគេសឹងតែមិនជឿថាអ៊ីរ៉ង់អាចបាញ់ទម្លាក់ស្ដេចឥន្ទ្រីលើមេឃដែលអាមេរិកតែងប្រកាសក្តែងៗថាជាយន្តហោះចម្បាំងដែលបំពាក់ជាមួយបច្ចេកវិទ្យាគ្មានគូប្រៀបនៅលើផែនដីសូមចុច Follow ដើម្បីទទួលបានព័ត៌មានសង្ខេបនិងទាន់ហេតុការណ៍